បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរគឺខ្ញុំមកជួសជុលកាមេរ៉ាភ្ញៀវនៅខាងកែបបងប្អូនគឺរបស់គាត់ហ្នឹងគឺអត់ចេញរូបភាពទាំងអស់ដោយសារជាងពីមុនគឺគាត់ធ្វើឲ្យទៅហើយពីដៃទេបងប្អូនគឺខ្សែរញ៉េរញ៉ៃមែនតើគឺយើងទៅកែកុនទាំងអស់ទាំងរួមអត់មានចាញ់ទេបងប្អូននេះគឺយើងកែកុនទាំងអស់ហ្មងហើយជាងពីមុនគឺធ្វើកក្រិចមែនតើឥឡូវគឺយើងចាប់ផ្ដើមជាងដើម្បីកាប់ BNC និងសរេខ្សែឲ្យបានស្អាតជាងមុនអញ្ចឹងណាអញ្ចឹងបងប្អូនដែលគាត់មានតម្រូវការជួសជុលកាមេរ៉ាឬក៏ចង់ដំឡើងកាមេរ៉ាអីបងប្អូនអាចទំនាក់ទំនងបានគឺសេវាកម្មល្អមែនទែនរហ័សទាន់ចិត្តហើយធ្វើមិនឲ្យបងប្អូនទៅចិត្តទេបងប្អូននិយាយរួមនៅខេត្តកំពតបងប្អូនប៉ុន្តែនេះគឺខ្ញុំទៅតឡើងជូនភ្ញៀវនៅខាងកែបមិនតឡើងទេបងប្អូនអធិស្ឋានទៅជួសជុលគឺខ្សែកាមេរ៉ារបស់គាត់ហ្នឹងគឺវាអត់ចេញទេអញ្ចឹងយើងជួសជុលឡើងវិញហើយនឹង reset password បដូរ password ថ្មីអីចឹងបងប្អូនហើយដោះជូតអីឲ្យឃើញស្អាតឲ្យឃើញរូបភាពមកផូរផង់ដូចមុនវិញវាមិនបាន 100% ទេប៉ុន្តែវាអាចនឹងបាន 90% បងប្អូនបាទនេះគឺដែលពីមុនមកបាទវានេះខ្ញុំតបានខ្លះហើយប៉ុន្តែមិនទាន់បានរៀបចំខ្សែទេហើយមួយទៀតគឺឆ្លងខ្សែប្រកបហ្នឹងគឺឆ្លងខ្សែវាដាច់កនេះកណាត់អញ្ចឹងណាហើយជាងពីមុនគាត់ធ្វើដល់តញ៉ៃឥឡូវគឺយើងធ្វើជូនគាត់រួចរាល់ហើយគឺចេញមកវិញហើយបាទកន្លែងនេះគឺខ្ញុំរៀបចំឲ្យគាត់បានស្អាតជាងមុន